failure failure ភាពបរាជ័យ failure is a part of life and helps us grow stronger failure is a part of life and helps us grow stronger ភាពបរាជ័យគឺជាផ្នែកមួយនៃជីវិតហើយជួយឲ្យយើងកាន់តែរឹងមាំ grow stronger កាន់តែរឹងមាំ it teaches us important lessons it teaches us important lessons វាបង្រៀនយើងនៅមេរៀនសំខាន់ៗ when we fail we learn what went wrong and how to improve when we fail we learned what went wrong and how to improve នៅពេលដែលយើងបរាជ័យយើងរៀនសូត្របាននៅអ្វីដែលមានបញ្ហា went wrong គឺមានបញ្ហាឬក៏ខុសចឹងនៅពេលដែលយើងបរាជ័យយើងដឹងថាមានកំហុសត្រង់ណាឬក៏មានបញ្ហាត្រង់កន្លែងណា and how to improve និងរបៀបធ្វើឲ្យប្រសើរឡើង improve នឹងធ្វើឲ្យរីកចម្រើនឬក៏ធ្វើឲ្យប្រសើរឡើង everyone fails at some point and that's okay everyone fails at some point and that's okay មនុស្សគ្រប់គ្នាសុទ្ធតែបរាជ័យនៅត្រង់ចំណុចណាមួយហើយនោះមិនអីទេជារឿងធម្មតាចឹងមនុស្សគ្រប់គ្នាគឺតែងតែមានរឿងបរាជ័យហើយនៅចំណុចណាមួយក្នុងជីវិត The key is to never give up The key is to never give up and keep trying ចឹងគន្លឹះសំខាន់ឬក៏រឿងសំខាន់គឺកុំបោះបង់ never give up នេះគឺកុំបោះបង់ and keep trying ហើយបន្តព្យាយាមហើយព្យាយាមទៀត Failure is not the end but a step toward success Failure is not the end but a step toward success ភាពបរាជ័យមិនមែនជាទីបញ្ចប់ឬក៏ចុងបញ្ចប់នោះទេប៉ុន្តែគឺជាជំហានមួយ step ជំហានមួយ toward success ទៅកាន់ភាពជោគជ័យ toward ហ្នឹងគឺទៅកាន់ភាពបរាជ័យមិនមែនជាទីបញ្ចប់នោះទេប៉ុន្តែជាជំហានមួយឆ្ពោះទៅកាន់ភាពជោគជ័យ with patience and effort ជាមួយនឹងភាពអត់ធ្មត់ហើយនឹង effort ការប្រឹងប្រែងព្យាយាមជាមួយនឹងភាពអត់ធ្មត់ហើយនឹងការខិតខំប្រឹងប្រែងព្យាយាម we can turn failure into a victory យើងអាចកែប្រែផ្លាស់ប្ដូរភាពបរាជ័យទៅជាជ័យជំនះបាន victory នេះគឺជ័យជំនះ success ឬក៏ភាពជោគជ័យ